អូខេឥឡូវខ្ញុំសូមបង្ហាញពីរបៀបក្នុងការ set up ប៉ុសទូរទស្សន៍នៅក្នុងកម្មវិធីដែលមានឈ្មោះថា Kodi នេះជាដំបូងយើងត្រូវចូលទៅ Cydia ហើយ download កម្មវិធី Kodi នេះតែដែលខ្ញុំបាន download រួចហើយឥឡូវខ្ញុំសូមបើកវាមកវាមានពាក្យថា system ហើយអ្នកមួយចំនួនដែលបានបើកហ្នឹងគឺអត់មានពាក្យថា system ទេមានតែ picture video music program ហើយធ្វើម៉េចដើម្បីបានពាក្យ system ហ្នឹងមកហើយគឺងាយស្រួលទេឥឡូវខ្ញុំសូមចូលទៅបិទវាសិនធម្មតាគឺយើងបើកមកគឺចេញអញ្ចឹងមានតែ video music picture program ដើម្បីបានពាក្យ system មកលើហ្នឹងយើងចុចលើចំណុចកណ្ដាលនេះរូប setting នេះតមកចុចលើពាក្យថា appearance ខាងលើនេះហើយចុចពាក្យថា skin តមកយើងចុចដូរយក color ហើយវាសួរយើងចង់ផ្លាស់ប្ដូរអត់យើងចុចពាក្យថា yes ហើយវានឹងបានចេះមកតពីបានចឹងហើយដំបូងយើងត្រូវ add source ចូលដើម្បី add source ចូលយើងចុចលើពាក្យថា file manager តបមកវាមានពាក្យថា add source យើងចុចពាក្យថា add source អូឈប់ចូលទៅម្ដងទៀតadd source ឥឡូវខ្ញុំសុំ copy យកតែម្ដងnote ខ្ញុំនឹងផុសនៅលើ Facebook ពេលក្រោយចុចពាក្យថា done ហើយកន្លែងនេះយើងដាក់ឈ្មោះអីដាក់ទៅឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំ3អញ្ចឹងទៅហើយចុច OK តមកយើងបានឈ្មោះនេះហើយយើងចុចមក home វិញហើយចុចចូល setting ម្ដងទៀតចុចពាក្យថា add on ចុចពាក្យថា install from zip file ហើយចុចពាក្យដែលយើងបង្កើតមិញនេះ folder យើងបង្កើតតមកចុចយកក្រោមគេនេះហើយចុចយក English ហើយចុចយក repository.dk នេះហើយរងចាំវាបន្តិចadd on enable ចុចមក home វិញហើយចុច
video ចុច video add on ចុច get more ស្វែងរកពាក្យខ្មែរ TV នេះឥឡូវយើងបានខ្មែរ TV យើងចុចអូច្រឡំចុចលើខ្មែរ TV ចុច install ហើយរងចាំវាដំណើរការចុច install ម្ដងទៀតឥឡូវវាពណ៌ដំឡើងរួចហើយ enable ចុចមក home វិញមកចុច video ចុចលើខ្មែរ TV ហើយមានខ្មែរសងខ្មែរ channel ខ្មែរ radio ចុចខ្មែរ channel តើយមកណាខ្មែរ channel មកវាមាន CTN My TV ប៉ុសលេខ9ហងមាសហើយចុចមើលហងមាសសារអ៊ីនធឺណិតខ្ញុំយឺតឥឡូវវាដល់តាក់ឬសលេងចុច Airplay ដល់ម៉ោង 6 ល្ងាចនឹងមានរយៈពេល 5 ឆ្នាំ ដោយគិតចាប់ពីដើមឆ្នាំ 2015 នេះតទៅលោកគូរ៉ាមូជីយ៉ាស៊ូយូគីជាប្រធានក្រុមហ៊ុន Tachibana Consulting Co Ltd បានមានប្រសាសន៍ថាការបំឥឡូវតាក់ទៀតហើយវាបំពាក់ប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិតយឺតពេកចុចបិទវិញបាទមានតែប៉ុណ្្នឹងទេបាទសូមអរគុណ